អាមេរិកបានចាប់ដៃអ៊ីស្រាអែលឯភាគីចិនបានចាប់ដៃអ៊ីរ៉ង់ខណៈពេលនេះអ៊ីរ៉ង់និងអ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាបណ្ដោះអាសន្នប៉ុន្តែអ៊ីរ៉ង់បានព្រមានថាប្រសិនបើមានការផ្ទុះនៅក្នុងទឹកដីលីបង់ម្ដងទៀតអ៊ីស្រាអែលពិតជាត្រូវរបស់អ៊ីរ៉ង់បន្តទៀតហើយលោកនេតាន់យ៉ាហ៊ូមានខ្លាចឯណាលោកបាននិយាយថាប្រសិនបើអ៊ីរ៉ង់ហ៊ានអ៊ីរ៉ង់ក៏ត្រូវធ្ងន់របស់អ៊ីស្រាអែលដែរដូច្នេះស្ថានភាពពេលនេះអ៊ីស្រាអែលមិនខ្លាចអំពីការប្រមានរបស់លោកដូណាល់ត្រាំឡើយស្ថានភាពមានការផ្ទុះឡើងសង្គ្រាមនៅក្នុងទឹកដីលីបង់បន្តទៀតដូច្នេះសង្គ្រាមនេះនឹងអាចបន្តមានការផ្ទុះម្ដងទៀតនៅឆាប់ៗនេះហើយបាទសូមលំអរកាយនិងសូមស្វាគមន៍ទៅដល់ប្រិមិត្តកំពុងតែតាមដានស្ថានភាពព័ត៌មានបាទនៅឯតំបន់មជ្ឈិមបូព៌ាដែលត្រូវនៅថ្ងៃទី9ខែមិថុនាឆ្នាំ2026បាទអញ្ចឹងគណៈពេលនេះភាគីអ៊ីរ៉ង់និងភាគីអ៊ីស្រាអែលបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាបណ្ដោះអាសន្នហើយបន្ទាប់ពីបានប៉ះគ្នាមួយប្រាវបាទកាលពីថ្ងៃទី7និងទី8វាយប្រហារគ្នានោះណាប្រិមិត្តណាការដែលយល់ព្រមនេះគឺដោយសារតែមានការសម្របសម្រួលពីប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំបាទចាប់ដៃអ៊ីស្រាអែលចំណែកឯលោកស៊ីជីនពីងចាប់ដៃអ៊ីរ៉ង់អញ្ចឹងមានន័យថាមេដឹកនាំមហាអំណាចពីប្រទេសហ្នឹងបានចាប់កូនចៅគ្នាហ្នឹងប្រិមិត្តគឺបញ្ឈប់ឲ្យមានការវាយប្រហារគ្នាជាបន្ទាន់ផងដែរប៉ុន្តែទោះបីជាយ៉ាងណាភាគីបានយល់ព្រមគ្នាបាទបញ្ឈប់ការវាយប្រហារគ្នាពិតមែនប៉ុន្តែយើងក៏លេចទៅមើលអ៊ីស្រាអែលសិនអ៊ីស្រាអែលបានធ្វើសេចក្តីថ្លែងការណ៍ដោយលោកនេតាន់យ៉ាហ៊ូបានបញ្ជាក់ថាប្រសិនបើអ៊ីរ៉ង់នៅតែបន្តបើកការវាយប្រហារបាទទៅលើអ៊ីស្រាអែលម្ដងទៀតអ៊ីស្រាអែលនឹងឆ្លើយតបភ្លាមយ៉ាងចាស់ដៃទៅលើអ៊ីរ៉ង់តែម្ដងហើយអ៊ីស្រាអែលកំពុងតែប្រកាសឲ្យប្រជាជនលីបង់ចេញពីទីក្រុងបាទតេរីជាបន្ទាន់ដែលជាទីក្រុងនៅភាគខាងត្បូងនៃទឹកដីលីបង់ដែលគណៈពេលនេះទាហានរបស់អ៊ីស្រាអែលបានប្រលះបាទដោយគ្រាប់បែកទម្លាក់យ៉ាងដូចជាទឹកភ្លៀងអញ្ចឹងបាទទៅលើទីក្រុងតេរីនៅភាគខាងត្បូងនៃទឹកដីលីបង់បើតាមការវិភាគនិងតាមដានមើលទៅគឺអ៊ីស្រាអែលត្រូវតែសម្រេចឲ្យបានគ្រប់គ្រងនៅភាគខាងត្បូងនៃទឹកដីលីបង់ដែលជាតំបន់យុទ្ធសាស្ត្រហើយក៏ជាជង្រុករបស់ក្រុមប្រពៃរបស់អ៊ីរ៉ង់និងជាកន្លែងរស់នៅរបស់ក្រុមហេស្បូឡាអញ្ចឹងប្រសិនបើអ៊ីស្រាអែលបានសម្រេចផែនការនឹងពិតមែនគឺអ៊ីរ៉ង់បានដាច់ដៃដាច់ជើងបាត់ទៅហើយណាអត់មានក្រុមប្រពៃណាមកគម្រាមអ៊ីស្រាអែលទៀតទេសំណួរចោទសួរថាហេតុអីបានជាអ៊ីរ៉ង់ខឹងអ៊ីស្រាអែលទៅបើកការវាយប្រហារទៅលើលីបង់មិនមែនត្រឹមតែបាទក្រុមប្រពៃរបស់អ៊ីរ៉ង់ទៅវាយប្រហារជាមួយនឹងអ៊ីស្រាអែលនោះទេបាទគឺដោយសារតែអ៊ីរ៉ង់បានបញ្ជូនទាហានរបស់ខ្លួនបាទទៅជួយប្រយុទ្ធក្រុមហេស្បូឡាអញ្ចឹងការកំទេចក្រុមហេស្បូឡាលីបង់នឹងដូចជាការបំផ្លាញនិងសម្លាប់បាត់ទាហានរបស់អ៊ីរ៉ង់អញ្ចឹងហើយបានជាអ៊ីរ៉ង់ទប់អត់ជាប់អ៊ីរ៉ង់បានបើកការវាយប្រហារមុនទៅលើអ៊ីស្រាអែលនឹងឯងបាទអញ្ចឹងគឺសកម្មភាពផ្ទុះសង្គ្រាមនិងផ្ទុះអាវុធនៅទឹកដីលីបង់ដូចជាទឹកភ្លៀងនៅតែបន្តសម្រាប់បាទអ៊ីរ៉ង់ក៏បានប្រមានថាបើសិនជាអ៊ីស្រាអែលនៅតែបន្តទម្លាក់គ្រាប់បែកទៅលើលីបង់អ៊ីស្រាអែលនឹងរងការវាយប្រហាររបស់អ៊ីរ៉ង់បន្តទៀតអញ្ចឹងសំណួរសួរថាតើអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារម្ដងទៀតដែរទេចម្លើយគឺភាគរយច្រើនណាស់ដែលអ៊ីរ៉ង់នឹងអាចបើកការវាយប្រហារទៅលើអ៊ីស្រាអែលម្ដងទៀតអញ្ចឹងសម្រាប់លបែងសង្គ្រាមនេះយើងមើលឃើញថាមហាអំណាចចិននិងសហរដ្ឋអាមេរិកកំពុងតែឈរមើលពីចម្ងាយហើយយើងមើលឃើញថាអ៊ីរ៉ង់កំពុងតែចូលសងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកមានន័យថាអ៊ីស្រាអែលក៏ដឹងច្បាស់ហើយថាបើកាលណាវាយលីបង់អ៊ីរ៉ង់នឹងឆេះឈួលអ៊ីរ៉ង់នឹងបើកការវាយប្រហារអ្នកណាដែលបើកការវាយប្រហារមុនអ្នកនោះគឺជាអ្នកបាទរំលោភបំពានអ្នកបញ្ឆេះស្ថានភាពឲ្យកាន់តែក្តៅហើយចង់មិនចង់ក៏មហាអំណាចត្រូវតែបាក់ខាត់អ៊ីរ៉ង់ដែរអញ្ចឹងអ៊ីស្រាអែលក៏ឆ្លើយតបទៅលើអ៊ីរ៉ង់វិញគឺឆ្លើយតបដោយត្រឹមត្រូវនៅក្នុងសិទ្ធិការពីខ្លួនហើយសម្រេចបាននៅផែនការកំទេចលីបង់នៅភាគខាងត្បូងថែមទៀតអញ្ចឹងឃើញថាមកអុកនេះគឺអ៊ីរ៉ង់ឈឺសាច់ហើយខុសទៀតណាប្រិយមិត្តណាហើយយើងមើលអំពីអ្វីដែលអ៊ីស្រាអែលក៏បានឆ្លើយតបទៅលើអ៊ីរ៉ង់គឺទីតាំងច្រើនណាស់ណាប្រិយមិត្តហើយនឹងអាវុធរបស់រុស្ស៊ីនេះគឺខូចខាតច្រើនណាស់បាទដូចជាប្រព័ន្ធការពារដែនអាកាសនិងគ្រឿងបាទបង្គំនិងសារធាតុផ្សំផ្សេងដែលអាចបង្កើតចេញជាដ្រូនបាននេះគឺអ៊ីស្រាអែលបានកំណត់គោលដៅកំទេចបានច្រើនកន្លែងណាស់ហើយជាពិសេសគឺប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីតែម្ដងហើយការផ្ទុះកាលពីថ្ងៃទី7ទី8នឹងឃើញថាអ៊ីរ៉ង់គាត់យកប្រជាជនរបស់ខ្លួនបាទដង្ហែនៅក្នុងទីក្រុងតេហេរ៉ង់ណាបើសិនជាមានការស្លាប់នៅរបួសអីគឺអ៊ីរ៉ង់គាត់បានលើកឡើងអំពីការវាយប្រហារឬក៏រំលោភបំពានសិទ្ធិមនុស្សផងដែរ
កន្លែងទៅមើលលោកដូណាល់ត្រាំវិញគណៈដែលមើលឃើញថាប្រទេសទាំងពីរបានយល់ព្រមបញ្ឈប់ការវាយប្រហារគ្នាបណ្ដោះអាសន្នពិតមែនប៉ុន្តែកិច្ចចរចាសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់នៅតែបន្តនោះទេណាប្រិមិត្តណាបាទអញ្ចឹងមានន័យថាអ៊ីរ៉ង់ដៃម្ខាងចង់វាយអ៊ីស្រាអែលណាហើយដៃម្ខាងទៀតក៏ពិបាកដែរគេដាក់សម្ពាធសេដ្ឋកិច្ចហើយនឹងជំរុញឲ្យមានកិច្ចព្រមព្រៀងជាមួយនឹងគេផងដែរបាទអញ្ចឹងឥឡូវនេះខ្ញុំបាទក៏សូមធ្វើការអានអត្ថបទនេះបន្តិចបាទទាក់ទងអំពីស្ថានភាពបញ្ជាក់បន្ថែមទៀតនៅក្នុងអត្ថបទបាទសូមស្ដាប់ដូចតទៅបើតាមប្រភពសារព័ត៌មាន BBC បានបញ្ជាក់ថាអ៊ីរ៉ង់និងអ៊ីស្រាអែលបាននិយាយថាពួកគេបានផ្អាកការវាយប្រហារគ្នាប៉ុន្តែក៏ព្រមានសងសឹកប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភបំពានម្ដងទៀតអ៊ីរ៉ង់និងអ៊ីស្រាអែលបាននិយាយថាពួកគេបានបញ្ឈប់ការវាយប្រហារគ្នាទៅវិញទៅមកបន្ទាប់ពីបានបាញ់តដៃគ្នាជាលើកដំបូងចាប់តាំងពីបទឈប់បាញ់កាលពីខែមេសាមកនាយករដ្ឋមន្ត្រីរបស់អ៊ីស្រាអែលគឺលោកបេនយ៉ាមីននេតានយេហ៊ូលោកបាននិយាយកាលពីថ្ងៃច័ន្ទថាប្រទេសរបស់លោកកំពុងតែស្ថិតនៅក្នុងស្ថានភាពភ្លើងឆេះនៅពេលនេះប៉ុន្តែលោកបានសង្កត់ធ្ងន់ថាការតស៊ូប្រឆាំងនឹងអ៊ីរ៉ង់និងក្រុមហេស៊ូប៊ូឡាលីបង់ដែលគ្រប់គ្រងអ៊ីរ៉ង់នៅក្នុងទឹកដីលីបង់នោះគឺមិនទាន់ចប់នៅឡើយនោះទេយោធារបស់អ៊ីរ៉ង់មុននេះបន្តិចបាននិយាយថាខ្លួនបានបញ្ឈប់ប្រតិបត្តិការបន្ទាប់ពីការផ្ដាល់ចម្លើយឆ្លើយតបយ៉ាងឈឺចាប់ទៅដល់ភាគីអ៊ីស្រាអែលខ្លួនបានសន្យាថានឹងចាត់វិធានការយ៉ាងធ្ងន់ធ្ងរបន្ថែមទៀតនិងកំទេចបន្ថែមទៀតប្រសិនបើអ៊ីស្រាអែលធ្វើការវាយប្រហារទៅលើទឹកដីលីបង់បន្តនោះដោយឡែកពីគ្នាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំនិងក្រុមនាវិកឧទ្ធម្ភាគចក្រនៃកងទ័ពរបស់អាមេរិកមួយគ្រឿងបានទទួលដំណឹងថាមានការធ្លាក់នៅច្រកសមុទ្រហូម៉ូសប៉ុន្តែក៏បានទទួលដំណឹងថាក្រុមនាវិកកំពុងតែជួយសង្គ្រោះបាទអញ្ចឹងមានន័យថានៅម្សិលមិញនេះមានការធ្លាក់ឧទ្ធម្ភាគចក្ររបស់កងទ័ពសហរដ្ឋអាមេរិកនៅឯច្រកសមុទ្រហូម៉ូសហើយឥឡូវនេះភីឡុតចំនួន2នាក់ហ្នឹងត្រូវបានជួយសង្គ្រោះទៅហើយបាទសូមបន្តទៀតសម្រាប់ទីក្រុងតេហ៍រ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើទឹកដីរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យដើម្បីសងសឹកអំពីការវាយប្រហារទៅលើទីក្រុងបេរូតនៅក្នុងទឹកដីលីបង់អ៊ីស្រាអែលក៏បានឆ្លើយតបនៅព្រឹកព្រលឹមភ្លាមតែម្ដងនៅថ្ងៃច័ន្ទដោយបានកំណត់គោលដៅទៅលើអ្វីដែលខ្លួនបាននិយាយថាគឺជាទីតាំងយោធាសាធារណរដ្ឋអ៊ីស្លាមនោះសម្រាប់សេចក្ដីវិមានបានបញ្ជាក់ថាលោកត្រាំបានខលទូរស័ព្ទទៅកាន់លោកនេតានយេហ៊ូម្ដងទៀតដើម្បីពិភាក្សាអំពីវិបត្តិមួយនេះមន្ត្រីរបស់អ៊ីស្រាអែលបាននិយាយថាអ៊ីស្រាអែលបានបញ្ឈប់ការវាយប្រហាររបស់ខ្លួនតាមរយៈការស្នើសុំរបស់គាត់បាទអញ្ចឹងមានន័យថាវាយគ្នាមកឆ្អែតហើយគឺលោកដូណាល់ត្រាំនឹងបានខលទូរស័ព្ទបាទទៅចាប់ដៃនេតានយេហ៊ូកុំឲ្យបើកការវាយប្រហារបន្តទៀតណាឲ្យសម្រុះសម្រួលបង្កើតបទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់ហើយខាងចិននោះក៏ចាប់ដៃអ៊ីរ៉ង់ដែរណាប្រិមត្តណាបាទសូមបន្តនៅពេលដែលសួរថាតើលោកបានបញ្ចុះបញ្ចោនេតាន់យ៉ាហ៊ូឲ្យឈប់វាយប្រហារទៅលើអ៊ីរ៉ង់ដោយរបៀបណាលោកដូណាល់ត្រាំបានឆ្លើយតបថាអ្វីដែលខ្ញុំបានធ្វើគឺគ្រាន់តែនិយាយថាយើងត្រូវតែបដិញ្ញានៅក្នុងរឿងនេះយើងជិតឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានឥទ្ធិពលមួយជាមួយនឹងភាគីអ៊ីរ៉ង់ហើយបាទនៅកន្លែងនេះគឺលោកដូណាល់ត្រាំគឺគម្រាមនេតាន់យ៉ាហ៊ូថាបើសិនជាមានការផ្ទុះសង្គ្រាមលើទឹកដីលីបង់ហើយមានការវាយប្រហារទៅលើអ៊ីរ៉ង់គឺសហរដ្ឋអាមេរិកនឹងបញ្ឈប់ការគាំទ្រទៅលើអ៊ីស្រាអែលប៉ុន្តែផ្ទុយមកវិញអ៊ីស្រាអែលអត់ខ្លាចនៅក្នុងការបោះប្រមានរបស់លោកដូណាល់ត្រាំនោះទេបាទនៅនីតិនេះណាមានការវាយប្រហារបន្តទៀតអញ្ចឹងអាចនឹងមានឈុតឆាកល្អមើលថែមទៀតហើយណាប្រិយមិត្តណាបាទសូមបន្តទៀតគ្មានអាវុធនុយក្លេអ៊ែរនិងគ្មានអ្វីទាំងអស់អ្នកដឹងទេយើងត្រូវតែប្រើសុភវិនិច្ឆ័យយ៉ាងច្រើនហើយវាមិនអាចមានរឿងអីនោះទេលោកដូណាល់ត្រាំបាននិយាយថានេតាន់យេហ៊ូប្រសិនបើខ្ញុំប្រាប់អ្នកឲ្យឈប់អ្នកគួរតែឈប់តែប្រសិនបើអ្នកនៅតែបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់នោះមានន័យថាអ្នកនឹងប្រយុទ្ធតែម្នាក់ឯងតែប៉ុណ្ណោះជាមួយនឹងអ៊ីរ៉ង់បាទអញ្ចឹងគឺត្រាំបញ្ឈប់ការគ្រប់គ្រងហើយប៉ុន្តែគាត់អត់ហាមឃាត់អ៊ីស្រាអែលនោះទេបាទគឺវាយទៅបាទតើបើវាយបានក៏វាយទៅវាយតែម្នាក់ឯងនឹងឯងបាទគឺចូលទៅក្នុងឆាកសង្គ្រាមតែម្នាក់ឯងនឹងឯងបាទសូមបន្តទៀតខ្ញុំបាននិយាយប្រាប់សារព័ត៌មាន BB អ្នកគួរតែប្រុងប្រយ័ត្នបើមិនដូច្នេះនោះទេអ្នកនឹងនៅតែម្នាក់ឯងឆាប់នេះបើតាមការបញ្ជាក់នៃសារព័ត៌មាន Exo នៅក្នុងសេចក្តីថ្លែងការណ៍តាមរយៈកញ្ចក់ទូរទស្សន៍កាលពីថ្ងៃច័ន្ទលោកនេតាន់យ៉ាហ៊ូបាននិយាយថាលោកបានប្រាប់លោកដូណាល់ត្រាំហើយថាអ៊ីស្រាអែលមានសិទ្ធិពេញលេញនៅក្នុងការការពារខ្លួនហើយយើងកំពុងតែអនុវត្តតាមតម្រូវការនេះបាទអញ្ចឹងកន្លែងនេះដូចជាខ្ញុំបានលើកឡើងប្រាប់ទៅដល់ប្រិយមិត្តអញ្ចឹងគឺចាំឲ្យតែអ៊ីរ៉ង់បើកការវាយប្រហារមកគឺអ៊ីស្រាអែលគាត់យល់លេះប្រើសិទ្ធិការពារខ្លួនហើយណាទោះបីជាគាត់បន្តបើកការវាយប្រហារទៅលើលីបង់ក៏ដោយក៏គាត់នឹងប្រើបាទគេហៅថារបៀបនេះឆ្លើយតបទៅលើអ៊ីរ៉ង់វិញដែរបាទសូមបន្តទៀត
យន្តតាមអាញាធររបស់អ៊ីស្រាអែលការប្រយុទ្ធគ្នាកាលពីថ្ងៃអាទិត្យបានបន្តនៅព្រឹកថ្ងៃច័ន្ទដោយអេរ៉ង់បានបាញ់មីស៊ីលបន្ថែមទៀតឆ្ពោះទៅកាន់ទីក្រុងយេរូសាឡឹមនៅភាគកណ្ដាលនៃភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលបាទអញ្ចឹងមានន័យថាបាញ់អេរ៉ង់បាញ់មកប្រាវទៅមុនហើយអ៊ីស្រាអែលប្រលះមកវិញហើយអេរ៉ង់នោះមិននៅតែបន្តតដៃណានៅតែបន្តតដៃបាញ់ទៅថែមទៀតប៉ុន្តែក៏ត្រូវបានត្រាំពមៀនថាកុំឲ្យមានការឆ្លើយតបទៅលើអេរ៉ង់វិញហើយនេតាញ៉ាហ៊ូក៏បញ្ឈប់ដែរអញ្ចឹងអេរ៉ង់នោះក៏ត្រូវបានបញ្ឈប់ដោយចិនដូចគ្នាបាទសូមបន្តកងកម្លាំងការពារជាតិរបស់អ៊ីស្រាអែលបាននិយាយថារលកទី2នៃការវាយប្រហារតាមរយៈអាកាសបានកំណត់គោលដៅទៅលើភាពស្មុគស្មាញនៃគីមីឥន្ធនៈមួយនៅក្នុងទីក្រុងម៉ាហ្សាភាគនិរដីនៃប្រទេសអ៊ីរ៉ង់ហើយជាកន្លែងដែលមន្ត្រីយោធារបស់អ៊ីស្រាអែលម្នាក់បាននិយាយថាសារធាតុគីមីដែលប្រើសម្រាប់មីស៊ីលប្លង់ត្រូវបានបំផ្លាញបាទអញ្ចឹងគឺអ៊ីរ៉ង់ត្រូវធ្ងន់របស់អ៊ីស្រាអែលណាប្រិមិត្តលោក Major Manifer ប្រធានអង្គការសង្គ្រោះបន្ទាន់នៅទឹកដីអ៊ីរ៉ង់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Tasnim ថាការវាយប្រហារទាំងនោះបានធ្វើឲ្យមនុស្ស14នាក់បានរត់របួសហើយលោក Masser បាននិយាយថាមនុស្សម្នាក់បានស្លាប់នៅឯទីក្រុងតេរ៉ង់អ្នកស្លាប់និងរងរបួសត្រូវបានរាយការណ៍នៅក្នុងទឹកដីលីបង់ផងដែរដែលជាកន្លែងនៃក្រសួងសុខាភិបាលបាននិយាយថាមនុស្ស5នាក់ត្រូវបានសម្លាប់និង8នាក់បានរងរបួសកាលពីវាយប្រហារដោយកងកម្លាំងអ៊ីស្រាអែលដោយទីក្រុងទីរុសនិងទីក្រុងភាគខាងត្បូងនៃទឹកដីលីបង់កាលពីថ្ងៃច័ន្ទបាទអញ្ចឹងមានន័យថានៅពេលនេះទីក្រុងទីរុសហ្នឹងគឺកំពុងតែកំណត់គោលដៅដោយកងកម្លាំងអ៊ីស្រាអែលហើយកំពុងតែផ្ទុះបន្តព្រោះទីក្រុងនេះវានៅជិតអ៊ីស្រាអែលជាងគេបាទសូមបន្តទន្ទឹមនឹងនោះដែរក្រុមហេស៊ូបូឡាបាននិយាយថាខ្លួនបានបាញ់គ្រាប់រកែបមួយគ្រាប់ទៅក្រុមរថយន្តយោធានៃទាហានរបស់អ៊ីស្រាអែលជាមួយនឹងក្រុមភាគខាងត្បូងនៃប្រទេសលីបង់កាលពីព្រឹកថ្ងៃច័ន្ទបាទអញ្ចឹងយ៉ាងម៉េចដែរប្រិមិត្តពុកម៉ែបងប្អូននេះគឺជាអត្ថបទនៃសារព័ត៌មានបច្ចុប្បន្នភាពចុងក្រោយហើយរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនេះហើយអ៊ីរ៉ង់បានព្រមានថានឹងបិទបាទច្រកសមុទ្រក្រហមហើយខាងក្រុមអូទៀមហូទីនោះកាលពីផ្ទុះសង្គ្រាមកាលពីថ្ងៃទី7ទី8ហ្នឹងក៏ហូទីយ៉ាម៉ែនហ្នឹងក៏បានបើកការវិភាគដោយកំជួចមីស៊ីលហ្នឹងទៅលើអ៊ីស្រាអែលដែរមានន័យថាហូទីក៏បានចូលជួយដោយផ្ទាល់ជាមួយនឹងអ៊ីរ៉ង់នេះប្រយុទ្ធជាមួយនឹងអ៊ីស្រាអែលដែរប៉ុន្តែអ៊ីស្រាអែលបានឆ្លើយតបទៅលើបាទក្រុមអូទៀមហូទីនោះទេនៅក្នុងទឹកដីយ៉ាម៉ែនប៉ុន្តែបើសិនជាហ៊ានតែបើកការវិភាគទៅលើអ៊ីស្រាអែលបន្តទៀតហូទីយ៉ាម៉ែននេះក៏ត្រូវធ្ងន់របស់អ៊ីស្រាអែលដែរណាប្រិមត្តណាបាទអញ្ចឹងចាំមើលថាអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារបន្តទៀតដែរទេខណៈដែលអ៊ីស្រាអែលកំពុងតែលាងយកភាគខាងត្បូងនៃទឹកដីលីបង់បន្តទៀតហើយក៏ទោះបីជាមានការព្រមានពីលោកដូណាល់ត្រាំក៏ដោយបាទអញ្ចឹងខ្ញុំបាទក៏សូមបញ្ចប់ព័ត៌មានត្រឹមនេះសង្ឃឹមថាបាទប្រិមិត្តនឹងទទួលបានព័ត៌មានដែលក្តីរីករាយបាទសូមអរគុណសូមជម្រាបលា